នេះជាបទទំនួញអានន្ទដំណើរកាលអងណាយព្រះសម្ពុទ្ធណាស្ដេចទ្រង់ពិរោធសួរប្រស្នាចំពោះអានន្ទឲ្យដឹងសាហើយតើមកសាស្តាងើយស្ដេចនឹបពៀនដើមហេតុអានន្ទផនសញ្ញាពីលៀមសោកាស្ដាយត្រង់ញៀនដឹងច្បាស់ថាត្រង់នឹងនឹបពៀនអានន្ទគិតស្មានណាយគ្មានទីពឹងបារេងទេវាមេនឹងទួញថាអោព្រះសាស្តាស្ដេចវិលវឹងយាងចូលនិព្វានជាសនឈឹងអង្ទីពំនឹងប៉ុណ្ណឹងហើយអោព្រះសម្ពុទ្ធបំផុតលោកមានចោដៃចាស់ណាមកចាំងអើយបើត្រង់នៅពៀនបាត់ទៅហើយមកចាស់អើយសំសត្វណាអើយស្ងាត់គ្រប់គ្នាដូចជាអានន្ទខ្ញុំនឹងឯងខានបានកោតក្រែងខានទស្សនីព្រះរូបព្រះឆោមព្រះសាស្តាខានបានឲ្យសិក្សាអានសាច់ក្តីខានបានត្រង់ត្រាប់ស្ដាប់អោបាត់អង្គព្រះមុនីនេះដោយប្រកដីខានចោបណ្ឌបាតតាមចិនស្រីខានស្ដីហើយខានស្ដាប់មកហើយធម្មងកថាអានន្ទមិនទាន់សម្រេចពិតអង្គកិច្ចបបចិត្តក្នុងសាសនាឥឡូវថ្ងៃនេះព្រះ
ដាច់នឹងហើយត្រាងហើយចូលនឹមពៀនបពិតចៅមកកត់ណាវិសតវងមិនគួរបើត្រង់នឹងនិវិតចោលអង្គបរិស័ទណាត្រង់ញៀនយាងចោលហើយនិព្វានឋានសង្ខាព្រះអង្គទ្រង់សួរអនន្តមុនដើម្បីជាគុណដ៏ថ្លៃថ្លាបញ្ចាំងសាច់ក្តីនៃពុទ្ធដីកាដោយត្រង់ហើយប្រាថ្នាស្ដាការស្ដាយអានន្តចូលនាងហើយតាំងចិត្តទុកនាងកុំអំសក់ចោលមកអាយយើងសួរបញ្ចាំងពីរូបកាយបំណាច់ញ៉ាយអ្នកស្ដាយងាយកាយนิ่งឯងអានន្តអើយកាលព្រះបិតានៅពេលនោះណាមានចាំងស្ដែងពេលនោះគឺបាននន្តឯងក៏ឃើញហើយចាំងស្ដែងហើយដោយស័យណាសាវកអ្នកស្ដាប់មកពាងអោវ៉ាន់មូលមកសន្និបាតពេញត្រៀបត្រាអង្គពួកសត្វត្រីនិងសត្វត្រាមកស្ដាប់មកតែងស្នាងហើយក្នុងគ្រានោះសិននោះឯស្ដាច់ញ៉ាយមិនចង់រៀបអង្គអាចឆ្លៀនពីគ្មានពេញគ្រោះអត់កោតញញើតបានតិចសោះសង្កត់ណាយចំពោះងាយព្រះអង្គីនាំយកជីវិតណាព្រះពេត្រុ